បងស្រីលំធីហៅបច្ចុប្បន្នក៏កំពុងជាកត្តាសកម្មក្នុងចលនាវប្បធម៌សិល្បៈនៅឃុំតាំងឋាននិងភូមិសាស្ត្រផ្សេងទៀតផងដែរច្រើនឆ្នាំកន្លងក៏តែងតែព្យាយាមផ្សារភ្ជាប់សេចក្តីស្នេហាសិល្បៈតាមរយៈការជំនួយដល់ប្រមាណ8ក្រុមក្លឹបសិល្បៈនៅទីក្រុងកឹងធើនិងខេត្តអាងយ៉ាងគឺថាកាលពីមុនលោកគ្រូអ្នកគ្រូគឺបានអញ្ជើញមកអ្នកគ្រូដែលបង្ហាត់រំហ្នឹងមកជួយបង្ហាត់រំឲ្យក្មេងៗនៅសាលារៀនហើយអញ្ចឹងហើយក៏ខ្ញុំយកចិត្តទុកដាក់ហើយខ្ញុំខំប្រឹងយ៉ាងខ្លាំងដើម្បីចេះរំឲ្យបានស្ទាត់ហើយខ្ញុំពេលខ្ញុំចាប់រៀនហើយខ្ញុំក៏មានសង្ឃឹមថាមកជួយដល់ស្រុកភូមិយើងឲ្យបានចេះរំអស់គ្នាអញ្ចឹងនាងខ្ញុំគឺថាគិតថាគឺក្បាច់ក្រមប្រពៃណីខ្មែរយើងគឺថាសំខាន់យ៉ាងខ្លាំងក្នុងការរក្សានៅអំពីប្រពៃណីខ្មែរយើងដើម្បីរក្សាចលនាសកម្មភាពឲ្យបានជាប់លាប់ការវិភាគហាត់សមមានរបៀបរៀបរយត្រូវបានរៀបចំយ៉ាងបត់បែននៅថ្ងៃឈប់សម្រាកនិងឱកាសវិស្សមកាលជួយឲ្យសមាជិកទាំងអស់ធានាការសិក្សាការងាររកស៊ីផងទាំងមិនខកខានការរៀនរបាំផងអាស្រ័យរបៀបរៀបចំយ៉ាងសមស្របនេះហើយទើបក្រុមសិល្បៈវត្តនានាមិនត្រឹមតែរក្សាបានចលនាចប់លាប់ប៉ុណ្ណោះទេថែមទាំងក្លាយជាគំរូសម្រាប់ការងារអភិរក្សវប្បធម៌មូលដ្ឋានទៀតផងក្នុងពេលហាត់ជើងគឺថាមានការលំបាកដែរប៉ុន្តែនាងខ្ញុំក៏ដាក់ទឿនហើយនឹងជួយបងប្អូនសាមគ្គីគ្នាដើម្បីខំប្រឹងយ៉ាងខ្លាំងដើម្បីឲ្យក្រុមយើងស្មើគ្នាព្រមឲ្យបានស្មើអញ្ចឹងហើយឲ្យវាស្អាតទាំងអស់គ្នាគឺបងប្អូនខំប្រឹងគឺថាពី10ដល់15ពេលគឺថាបងប្អូនបានស្ទាត់នៅក្បាច់ក្រមប្រពៃណីខ្មែរយើងហើយគឺថាតាមធម្មតាគឺថាវត្តបឹងក្រចាប់ថ្មីគឺបង្ហាត់រំនៅវ៉ាកងហើយដល់ពេលមានបិណ្ឌទានដូចជាបិណ្ឌចូលឆ្នាំថ្មីសិនដូនតាគឺថាបងប្អូនមកមិនមួយអាទិត្យដើម្បីបង្ហាត់ដើម្បីរំនៅក្នុងពិធីnhóm em duy trì đến hiện nay là vì nhờ các bạn ក្រុមរបាំរក្សាដល់បច្ចុប្បន្នដោយសារបងប្អូនសុទ្ធតែមានចំណងចូលចិត្តចំពោះរបាំហើយពេលអ្នកគ្រប់គ្នាចេះរាំខ្ញុំឃើញរីករាយនិងរំភើបចិត្តពេលខ្ញុំបានហាត់ក្បាច់រាំរបស់ជនរួមជាតិខ្មែរខ្ញុំសប្បាយចិត្តនិងមានមោទនភាពណាស់ព្រោះខ្ញុំឃើញថាក្បាច់រាំនេះស្អាតនិងល្វត់ល្វន់ណាស់đẹp và rất là duyên dáng dạ ទោះបីកាលវិភាគមកមានញឹកជាមួយការងារនៅឃុំតាំងឋានទីក្រុងកឹងធើក្តីតែបងស្រីលំធីហៅតែងតែរៀបចំពេលវេលាសមស្របឆ្លៀតពេលល្ងាចនិងថ្ងៃឈប់សម្រាកចុងសប្តាហ៍អញ្ជើញទៅតាមវត្តនិងតាមភូមិស្រុកនានាដើម្បីបង្ហាត់បង្រៀនរបាំអូនឃើញគោហៅតាំងឡើងអូនឃើញជួយចាត់អូនជួយរំហើយអូនឃើញសប្បាយចិត្តហើយអូនចេះរំហើយអូនចង់កប់cònបងប្អូនទួចឲ្យចេះរំអស់គ្នាតាំងពីបរមបុរាណមកមានការរំច្រៀងទៅតាមភូមិស្រុកទៅតាមបនការប្រពៃណីរបស់យើងហ្នឹងគឺតែងតែមានហើយក៏ប៉ុន្តែដូចថាក្រមសិល្បៈបម្រើការក្នុងកម្មវិធីបុណ្យក្នុងវត្តនៅឡើយអត់ទាន់មានហើយអញ្ចឹងស្របឱកាសបងអូនហៅហ្នឹងគាត់បានទៅរៀនអំពីក្បាច់រំបុរាណខ្មែរយើងហ្នឹងហើយក៏មកចូលរួមបង្ហាត់បង្រៀនបងប្អូនជាន់ក្រោយហ្នឹងមកហើយអញ្ចឹងគ្រូក៏សំណូមពរបងអូនហ្នឹងមកបង្ហាត់បង្រៀនសិល្បៈរំក្បាច់បុរាណខ្មែរក្នុងអាវាសវត្តរដូវវិស្សមកាលក៏ជាពេលដែលក្រុមសិល្បៈទាំងឡាយឆ្លៀតពេលហាត់សមឲ្យបានច្រើនផងដែរវត្តមានតាន់ពេលវេលារួមជាមួយការណែនាំពុតក្បាច់យ៉ាងផ្ចិតផ្ចង់របស់បងស្រីលំធីហៅបានជំនួយបន្ថែមនៅកម្លាំងចលករជួយបងប្អូនយុវវ័យឆាប់ចាប់បានចង្វាក់ក្បាច់របាំប្រពៃណីចាយើងចែកចែងហើយដល់ហើយយើងហាញ់បងប្អូនតន់ចែកហើយជួយវត្តយើងហើយដល់ហើយthêmក៏chẳng oi âu mai đơn dân thơ ban dân hiện ban vì muốn nó tao rom mình xa hiện mà xa tại khơi rom sát hay sờ bài ở nè mò rom ta giá xong âu máy oi món mò giá mình mai âu sờ bài hay cũng cả sờ bài ta hay vậy sờ bài chết nó tao
đó mong hòm ăn ở mà hòm ở dựng mỡ nhưng nè vậy sẽ lạnh thì hẹp chom nâng côn gì nâng hẹp chom mình buôn phạm ngày hay bạc cả nâng cái tàu tạ cái tẻ mai ấu cái mò chun cái mò trôi xem mò ăn cái mò hòm miễn tầng thay bên lệnh chân chẹt cái mò hòm tiết cái khơi sẽ lạnh dưỡng hòm đó ការជំរុញរបស់ភូមិភាគការសហការការប្រឹងប្រែងគ្នារបស់ប្រជាជននិងស្មារតីលះបង់របស់សិល្បករសិប្បករបានបង្កើតទៅជារដូវវិស្វកម្មដ៏មានអត្ថន័យផ្សាយភាយយ៉ាងខ្លាំងក្លានិងចលនាសិល្បៈមហាជននៅលើភូមិសាស្ត្រ Địa phương cũng sẽ tiếp tục đồng hành và tạo điều kiện để các mô hình ភូមិភាគនឹងបន្តរួមដំណើរនិងបង្កលក្ខណៈដើម្បីតម្រង់លេចធ្លោដូចជាក្រុមរបាំខ្មែរវត្តបឹងក្រចាត់ថ្មីថែរក្សាអភិវឌ្ឍប្រកបដោយចីរភាពក្លាយជាកត្តាសំខាន់ក្នុងការអភិរក្សនិងផ្សាយភាយអត្តសញ្ញាណវប្បធម៌ខ្មែរនៅលើភូមិសាស្ត្រ ទន្ទឹមនឹងនោះឃុំនឹងស្រាវជ្រាវពង្រីកទម្រង់សកម្មភាពវប្បធម៌សិល្បៈប្រកបដោយប្រសិទ្ធភាពនៅតាមភូមិស្រុកនៅលើតំបន់លំនៅឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករួមចំណែកទាក់ទាញយុវវ័យកាន់តែច្រើនឲ្យចូលរួមថែរក្សានិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជាតិ giá trị văn hóa truyền thống của người dân tộc Khmer ការព្យាយាមដឹកនាំរបស់សិល្បករសិប្បកររួមនឹងចំណងចំណូលចិត្តរបស់ក្រុមក្លឹបសិល្បៈបានជួយឲ្យក្បាច់របាំប្រពៃណីជាច្រើនផ្សាយភាយកាន់តែទូលំទូលាយជាងដល់សហគមន៍ការផ្សារភ្ជាប់ដ៏ជិតស្និទ្ធនេះគឺជាមូលដ្ឋានគ្រឹះរួមចំណែកយ៉ាងមានប្រសិទ្ធភាពជួយឲ្យវប្បធម៌សិល្បៈខ្មែរបានរក្សានិងអភិវឌ្ឍជាបន្តជាច្រើនជំនួស